នាងគ្រាន់តែបាន advice chat ប្រុសស្អាតម្នាក់ប៉ុណ្ណោះតែមិននឹកស្មានថាត្រូវមេធំរបស់គេឃើញនាងកំពុងតែចែកចង់សោះ Shayan មានអារម្មណ៍មិនល្អភ្លាមហើយក៏លុបចោលការសម្ភាសដែលបានគ្រោងទុកជាមួយនាងនៅនឹងកន្លែងតែម្ដងពេល Zheng Xue ដឹងខ្លួនក៏ប្រញាប់រត់តាម Shayan ទៅនាងប្រញាប់រត់ទៅរកគេពីក្រោយខ្នងប៉ុន្តែត្រូវជំនួយការរបស់ Shayan ខត់ជាប់សូមទោសអ្នកនាង Zheng លោកអគ្គនាយក Shi ពិតជាគ្មានពេលទេយប់នេះប៉ុន្តែខ្ញុំនឹងរៀបចំពេលវេលាថ្មីមួយទៀតដើម្បីបញ្ចប់ការសម្ភាសដោយសារតែខ្លួនឯងវង្វេងនឹងប្រុសស្អាតមួយពេលធ្វើឲ្យនាងបាត់បង់ឱកាសជួបមុខគេទាំងស្រុងបន្ទាប់មក Zheng Xue បានត្រឹមតែដើរអន់មុខទាំងអស់សង្ឃឹមរងចាំសង្សារមកទទួលនៅកណ្ដាលភ្លៀងក្នុងអំឡុងពេលនោះមានគេមកចែកចង់នាងមិនឈប់ធ្វើឲ្យនាងធុញទ្រាន់យ៉ាងខ្លាំងពេលកម្មវិធីជប់លៀងរបស់ Shayan ចប់គេក៏ភ្ញាក់ផ្អើលពេលឃើញ Zheng Xue នៅមិនទាន់ទៅណាឃើញនាងជ្រហៅភ្លៀងគួរឲ្យអាណិតបែបនេះគេមានបំណងល្អចង់ជូននាងទៅមួយជើងតែលទ្ធផល Zheng Xue អាចជាយល់ត្រឡប់ថាគេចង់មកចែកចង់នាងទៅវិញខ្ញុំដឹងថាភ្លៀងធ្លាក់តែខ្ញុំកំពុងចាំសង្សារខ្ញុំនិយាយមិនខុសទេខ្ញុំមានសង្សារហើយលោកអញ្ជើញទៅចោះអរគុណ Zheng Xue បដិសេធបំណងល្អរបស់គេហើយក៏ស្រាប់តែដឹងថាគេអាចជា Shayan ដែលខ្លួនចង់សម្ភាសទៅវិញនាងពិតជាស្ដាយក្រោយខ្លាំងណាស់នឹកស្មានមិនដល់ថានាងពិតជាមានសង្សារមែនមិនយូរប៉ុន្មានយូឆេងឆៅក៏មកដល់ Zheng Xue មានអារម្មណ៍ខុសដែលមិនបានកំដរគេក្នុងថ្ងៃខួបកំណើតនាងធំក្លិនទឹកអប់ក្នុងឡានតែមិនបានចាប់អារម្មណ៍ច្រើនទេនាងគិតថាគ្រាន់តែជាមិត្តភក្តិរបស់សង្សារនាងប្រាប់ប៉ុណ្ណោះពេលនោះទូរស័ព្ទរបស់គេរត់តែគេធ្វើមិនដឹងមិនលឺ Xue សួរគេថាហេតុអ្វីមិនលើកទូរស័ព្ទសង្សារឆ្លើយថាពេលចេញពីធ្វើការគេចង់កំដរនាងតែម្នាក់គត់ទូរស័ព្ទរឿងការងារគេមិនលើកទាំងអស់រឿងនេះធ្វើឲ្យ Xue រំភើបចិត្តយ៉ាងខ្លាំងនាងក៏ផ្ដល់រង្វាន់ស្នាមថើបឲ្យគេមួយខ្សឹព្រមទាំងជួបថ្ងៃខួបកំណើតគេទៀតផងប៉ុន្តែ Xue នឹកស្មានមិនដល់សោះថាខ្លួននាងទៅតែចុះពីលើឡានភ្លាមយកឆេងហៅបែកជាយកដៃជូតស្នាមក្រាញ់ចេញពីមុខដោយទឹកមុខធ្វើ